và số đây là ngọc nia ni chỉ video tham mấy mới tiền đấy là nhầm sàn bóng thớ chắc xem bé video mới nó nhầm trong và hai nhà ngọc nia pi ca bằng cao còn thân rừng màu sân nhà ngọc nia trong miền và cao chỉ YouTube channel mỗi đại trong the say mình sẽ cứ can dễ voice over nên lừa rừng màu chẳng cho nó muốn dương bà dương thử từ rồi an sập hơi đường màu chạy chân bàn tay lỡ sớm mày AI dương ai xua chat GPT rồi go trên nãy đồng bài về tại Nhật Bản đường ta mà bây dương ban mình khuyên đang cầm nọt anh vậy tha hạt bằng ngày nắng giờ Nhật Bản mà pay sam sập đường mà pon đường của bạn là sân dương miền Tây về lìa ok chẳng video này nhung bà hai pi đầm nạc cao đầm bốn hồi đó dương ai thôi chỉ cần thân nâng trên đầm đồng thì bữa sân này nó nia follow mà pi mà step từng step nên nên ai thơ ban đôi nhóm đại thì chẳng cho đò cả tờ xế chẳng anh ấy nhung hiệp trong chi còn thân clay muối chẳng đồng bay trong ca tờ xe nâng Nippon rừng màu nắng dương thử thì mỗi dương thử chạy tờ xe script nắng dương ai Nippon chia sẻ rương sai rương mà tha rương bài một thốt bài việc mà chứ dương ai tờ xe bán trong ca tờ xe dương ai phở cảm thi bài thả AI 7 thì mỗi ChatGPT TP Google Gemini tí 7 dương ai phở Cloud AI ta vậy là nhóm bây giờ họនៅក្នុងvideoមួយហ្នឹងខ្ញុំផែជាខ្ញុំនឹងប្រើតែ Google Gemini ទេអញ្ចឹងបើសិនអ្នកទាំងអស់គ្នាមាន AI ផ្សេងអាចប្រើបានដូចគ្នាយើងប្រើ prompt តែមួយទេអញ្ចឹងអាហ្នឹងជារឿងទី1ទី2ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការ generate សំឡេងជាសំឡេងបានថាយើងសិនយើងមានសាច់រឿងអីមួយទៅយើងគ្រាន់ upload text ឬក៏សាច់រឿងហ្នឹងទៅវានឹង generate ជាសំឡេងឲ្យយើងជាភាសាខ្មែរបានច្បាស់ដោយប្រើកម្មវិធីAI Studio របស់ក្រុមហ៊ុន Google ដំណាក់កាលទី3គឺជាការបង្កើត thumbnail ក្នុងការបង្កើត thumbnail យើងអត់មានអីពិបាកទេបើសិនជាយើងមានសាច់រឿងអីទៅយើងគ្រាន់ upload សាច់រឿងទៅវានឹង generate ជា thumbnail ឲ្យយើងទី4ជាការកាត់តការកាត់តនេះចាំមើលជាក់ស្ដែងខ្ញុំនឹងបង្ហាញខ្លីៗអូខេអញ្ចឹងក្នុងការសរសេរ prompt ខ្ញុំមាន prompt ឲ្យអ្នកទាំងអស់គ្នាអញ្ចឹងនេះ prompt ដែលខ្ញុំបានសេរីនៅក្នុងChatGPT អញ្ចឹងអ្នកនរគ្នាអាចកែពាក្យពេចន៍បន្ថែមអញ្ចឹងទៅប៉ុន្តែអានេះខ្ញុំសម្រួមសាច់ prompt ហ្នឹងឲ្យវានៅខ្លីអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺគ្រាន់តែបដូរចំណងជើងរឿងខ្មោចហ្នឹងទេអញ្ចឹងយើងទៅ copy prompt ហ្នឹងតេស្តទាំងអស់គ្នានៅក្នុងកម្មវិធី Google Gemini អូខេអញ្ចឹងអានេះជា Google Gemini អញ្ចឹងខ្ញុំផាស prompt ហ្នឹងមកអញ្ចឹងនៅក្នុង prompt ហ្នឹងគេគ្រាន់តែសរសេរថាចង់ឲ្យយើងបង្កើតសាច់រឿងខ្មោចខ្មែរមួយដែលអាចសរសេរពី800ទៅ1200ពាក្យអញ្ចឹងទៅសម្រាប់យើងយកទៅធ្វើ voice over អញ្ចឹងណាអញ្ចឹងអ្នកនរគ្នាអាចធ្វើ voice over ខ្លួនឯងក៏បានឬក៏យើងប្រើ chat AI ដើម្បីជួយ voice over ឲ្យយើងក៏បានដែរអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងដូរដាក់សាច់រឿងនេះចំណងជើងរឿងអញ្ចឹងដោយសាររឿងខ្ញុំមាន generate ស្រាប់ហើយអញ្ចឹងខ្ញុំអាចយករឿងឧទាហរណ៍ណាមួយមកឧទាហរណ៍យើងអញ្ចឹងយើងមាន3សាច់រឿងអូខេឧទាហរណ៍យើងយកឧទាហរណ៍ទី1ចុះខ្មោចនៅផ្ទះទុកចោលអូខេអញ្ចឹងយើងគ្រាន់ copy អាហ្នឹងមកយើងផាសនៅកន្លែងហ្នឹងមកអញ្ចឹងវានឹងខ្ញុំបើកធំបន្តិចចានេះជា prompt យើងអាចចុច generate ទៅហើយអ្នកគេអាចតេស្តលេងទៅបើសិនយើងមានChatGPT អីយើងប្រើដូចគ្នាអញ្ចឹងយើងផាស prompt ហ្នឹងមកចុចទៅឬក៏មួយទៀតយើងប្រើ Claude អញ្ចឹងរបៀប generate គឺដូចគ្នាដែរអញ្ចឹងយើងគិតថាបើសាច់រឿងមួយណាវា generate មកបានល្អជាងយើងយកមួយហ្នឹងទៅអញ្ចឹងអានេះជាដំណាក់កាលទី1ក្នុងការ generate សរសេរនិពន្ធសាច់រឿងអញ្ចឹងវាសរសេរអានេះខ្ញុំអានខ្លីៗទៅអានេះយើង generate ដោយ Google Gemini អញ្ចឹងវានិយាយយប់នោះមេឃខ្មៅងងឹតដូចទឹកបិចហើយមានខ្យល់បក់ត្រជាក់ដល់ឆ្អឹងវីរៈអង្គុយនៅក្នុងឡានសម្លឹងមើលផ្ទះចាស់
បុរាណមួយខ្នងដែលស្ថិតនៅក្នុងចុងភូមិដាច់ស្រយាលពីគេអញ្ចឹងវាមានច្រើនទៅទៀតនេះជាសាច់រឿងដែលយើង generate ដោយ Google Gemini ហើយនេះជាសាច់រឿងមួយទៀតដែល generate ដោយ ChatGPT អញ្ចឹងសាច់រឿងវាអត់ដូចគ្នាទេព្រោះអីវាប្រើ AI ផ្សេងគ្នាអញ្ចឹងយប់មួយក្នុងរដូវវស្សាខ្ញុំបានទូរស័ព្ទពីមិត្តចាស់ម្នាក់ឈ្មោះបុទ្ធីសំឡេងរបស់គាត់ស្ដាប់ទៅចម្លែកខ្លាំងអញ្ចឹង generate ក្នុង AI មួយណាក៏បានដែរអញ្ចឹងអ្នកគ្នាអាចយកទៅធ្វើបានអញ្ចឹងអានឹងជាដំណាក់កាលទី1ក្នុងការសរសេរ promptគឺជាការសរសេរ script អញ្ចឹងយើងចូលដល់ដំណាក់កាលទី2អញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់អញ្ចឹងចូលដំណាក់កាលទី2បើសិនយើងមានសាច់រឿងហើយយើងចង់ឲ្យវាទៅជាសំឡេងអញ្ចឹងនៅពេលដែលយើងចង់ឲ្យវា generate ជាសំឡេងអ្នកទាំងអស់គ្នាចូល Google មកយើងវាយពាក្យStudio នេះចូលពាក្យ Google AI Studio អញ្ចឹងមកយើងទៅរកscript ហ្នឹងឧទាហរណ៍ក៏ប៉ុតសាច់រឿងហ្នឹងវាសរសេរមកវាវែងអញ្ចឹងខ្ញុំកាត់ខ្លីចោះដោយសារចង់ឲ្យលឿនហើយវីដេអូហ្នឹងឆាប់ generate បានច្បាស់បានខ្លីៗអញ្ចឹងខ្ញុំកាត់យកប៉ុណ្នេះមកឲ្យវា forwardable ណាអញ្ចឹងខ្ញុំ copy មកយើងចូលកម្មវិធីហ្នឹងមកចាកន្លែងទៅនេះនៅពេលយើងចូលAI Studio.google ហ្នឹងមកយើងផាសscript យើងហ្នឹងមកខ្ញុំซูមឲ្យធំបន្តិចអូខេហើយកន្លែងចំហៀងនេះអ្នកទាំងអស់គ្នាអាចជ្រើសរើសសំឡេងមនុស្សប្រុសមនុស្សស្រីឬអីចឹងខ្ញុំទៅរករូបសំឡេងមនុស្សប្រុសយើងតេស្តមើលទៅ Ready to build something awesome today អញ្ចឹងខ្ញុំយកម្នាក់នេះឈ្មោះ N អីចឹងទៅនេះខ្ញុំអានអត់ដាច់ដែរអញ្ចឹងយើងคลิกលើវាមកអូខេអញ្ចឹងយើងយកពាក្យ run អញ្ចឹងនៅក្រោមនេះមានពាក្យ run អូខេអញ្ចឹងយើងចុច run ទៅអញ្ចឹងយើងចាំវា play ទៅចាំវាចប់វានឹងvoice over សំឡេងហ្នឹងឲ្យយើងហើយអត់យូរទេចាំ play ទៅយប់នោះមេឃខ្មៅងងឹតដូចទឹកអូខេអញ្ចឹង generate បានហើយខ្ញុំអាចចុច play តេស្តទៅហើយខ្យល់បក់មកត្រជាក់ដល់ឆ្អឹងវីរៈអង្គុយនៅក្នុងឡានសម្លឹងមើលទៅផ្ទះវីឡាចាស់បុរាណមួយខ្នងដែលស្ថិតនៅចុងភូមិដាច់ស្រយាលពីគេផ្ទះនោះត្រូវបានគេទុកចោលជាង20ឆ្នាំមកហើយជញ្ជាំងបេតុងដុសស្លែកខ្មៅរិចរិលហើយវឡៃរុំព័ទ្ធជុំវិញដូចជាដៃបិសាចកំពុងលូកអោបក្រសោបអាគារទាំងមូលមនុស្សក្នុងភូមិគ្មាននរណាម្នាក់ហ៊ានដើរកាត់ផ្លូវនោះទេនៅពេលយប់ព្រោះគ្រប់គ្នាដឹងថាផ្ទះនោះមានប្រវត្តិមិនល្អអូខេអញ្ចឹងនេះជាការ generate ដោយ Google AI Studio អញ្ចឹងអ្នកនរគ្នាបើសិនជាពាក្យពេចន៍ណាដែលមើលទៅវាឆ្ងល់យើងអាចកែបានទេអាហ្នឹងយើងអាចកែបន្ថែមអញ្ចឹងណាព្រោះ AI វាពេលខ្លះវាអានអក្សរខ្មែរយើងអត់ច្បាស់អញ្ចឹងយើងអាចសេរីសម្រួមពាក្យពេចន៍អញ្ចឹងណាអូខេអញ្ចឹងមានតែប៉ុណ្្នឹងសម្រាប់ដំណាក់កាលទី2អញ្ចឹងដំណាក់កាលទី3ក្នុងការបង្កើតthumbnail អញ្ចឹងការកាត់ thumbnail អត់មានអីពិបាកទេយើងអ្វីដែលយើងត្រូវប្រើគឺយើងអាចប្រើនៅក្នុងChatGPT បានអញ្ចឹងខ្ញុំមាន prompt មួយទៀតសម្រាប់ក្នុងការបង្កើត thumbnail អញ្ចឹងនេះជា prompt មួយទៀតអ្នកទាំងអស់គ្នាអាច copy ទៅចង់ខ្ញុំបើកឲ្យ full បន្តិចអ្នកគ្នាអាច screenshot ហើយ copy thumbnail ហ្នឹងទៅខ្ញុំអាច copy ទាំងអស់ចង់បង្ហាញតិចអញ្ចឹងដើម្បីដែលយើងអ្នកទាំងអស់គ្នាទៅធ្វើទី1គ្រាន់តែដាក់ចំណងជើងខ្ញុំដាក់ពណ៌បៃតងទី1ចំណងជើងទី2សាច់រឿងអូខេអញ្ចឹងយើងគ្រាន់តែមានពីរហ្នឹងទៅយើងអាចបង្កើត thumbnail ហ្នឹងបានហើយអញ្ចឹងយើង copy ទៅក្នុង ChatGPT ទៅអូខេអញ្ចឹងយើងចូលទៅចំណងជើងយើងមិនអញ្ចឹងយើងចំណងជើងយើងដាក់ឈ្មោះថាខ្មោចនៅផ្ទះទុកចោលអញ្ចឹងយើង copy អាហ្នឹងមកចូលក្នុង ChatGPT មកយើងផាសអាហ្នឹងជើងនៅកន្លែងហ្នឹងទៅហឹបអញ្ចឹងមួយទៀតយើងទៅ copy សាច់រឿងហ្នឹងមកយើង copy ទាំងអស់មក copy
ហើយយើងទៅផាសក្នុង chat GPT អូខេអញ្ចឹងយើងឲ្យវា generate ជា image មកវានឹងចេញ thumbnail រឿងខ្មោចហ្នឹងហើយអញ្ចឹងអ្នកគ្នាចាំមើលទាំងអស់គ្នាទៅអូខេអញ្ចឹងវាចេញមកហើយនេះជា thumbnail អញ្ចឹងវាលយដែរយើង generate ទៅខ្មោចនៅផ្ទះទុកចោលអញ្ចឹងវាមានរូបខ្មោចមានរូបតួអង្គមានរូបផ្ទះដែលយើងទុកចោលហើយមើលទៅអក្សរនេះយើងមើលទៅវា generate ខុសខុសច្រើនអញ្ចឹងយើងអាចកែបានកន្លែងហ្នឹងជាស្ដែងអញ្ចឹងយើង select ទៅភាសាអក្សរហ្នឹងវាខុសច្រើនពេកអញ្ចឹងយើងអាច remove ចោលទេព្រោះវាអត់ត្រូវផងremove or text cloud អូខេអញ្ចឹងវាឲ្យ generate មួយទៀតទៅដោយសារ chat GPT វាអត់ស្គាល់សរខ្មែរយើងបានច្បាស់អញ្ចឹងឲ្យវា generate មួយទៀតទៅអញ្ចឹងយើងអាចយករូបប៉ុណ្ណឹងទៅដាក់ធ្វើ thumbnail ឬក៏អ្នកនេះអាចកាត់តបន្ថែមនៅក្នុង Photoshop យើងលុបចោលទៅឬក៏យើងអាចទៅសេថ្មីបានទៅអូខេអញ្ចឹងយើងចាំមើលនេះមួយទៀតតើវា generate មកចេញស្អាតអត់អូខេអញ្ចឹងអានេះអក្សរលុបចោលអស់ហើយអញ្ចឹងអ្នកនេះអាចចូល Photoshop កាត់តបន្ថែមទៅនេះជារូបចាស់នេះរូបថ្មីអូខេអញ្ចឹងអ្នកនេះអាចទៅសេ copy មកអញ្ចឹងយើងអាចបាន thumbnail មួយស្អាតហើយអូខេឬក៏អាហ្នឹងយើងអត់ត្រូវចិត្តទៀតអញ្ចឹងយើងអាចឲ្យវា generate ថ្មី option ថ្មីមកnew one អូខេអញ្ចឹងយើងឲ្យ generate វាមួយទៀតមក option ទៀតអូខេអញ្ចឹងអានេះជា option មួយទៀតយើងអាចនឹងឃើញខ្មោចនៅផ្ទះទុកចោលអូខេមើលវា generate បានស្អាតអូខេអញ្ចឹងយើងចប់ដំណាក់កាលទី3ហើយខ្ញុំគិតថាដោយសារវីដេអូហ្នឹងវាវែងពេកអញ្ចឹងអាវគ្គរៀនកាត់តនេះប្រហែលជាខ្ញុំអត់ទាំងធ្វើទេខ្ញុំគិតថាប្រហែលជាមនុស្សភាគច្រើនគាត់ចេះកាត់តអញ្ចឹងដំណាក់កាលទី1យើង save សាច់រឿងទី2យើង generate សំឡេងអញ្ចឹង generate សំឡេងនៅពេលយើង generate បានហើយប៉ុន្តែសម្រាប់វីរៈយើងអាច download ទៅយើងអាចយកទៅកាត់តបានហើយពីរអ្នកទៀតគឺពិសិដ្ឋនិងធីតាពួកគេមកទីនេះអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងអញ្ចឹងសម្រាប់ prompt អ្នកទាំងអស់គ្នាអាចសរសេរតាមហ្នឹងទៅឬក៏អ្នកទាំងអស់គ្នាអាចទៅយកនៅក្នុង Telegram ក្រុមរបស់ខ្ញុំបានអូខេអធិស្ឋាន Telegram channel អូខេអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងអរគុណទាំងអស់គ្នាសម្រាប់ការតាមដានអញ្ចឹងបើសិនមានសំណួរឬក៏មានអីចង់បញ្ជាក់បន្ថែមអាចតាក់ទងមកខ្ញុំបានតាម comment របស់ YouTube ហ្នឹងឬក៏នៅក្នុង Telegram ក៏បានអរគុណច្រើន